សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពី Lab ទី7 Profile នៅក្នុង Windows Server 2022 ចំណុចទី1គឺ Local Profile ជាដំបូងយើងបើកWindows 8មក login ចូលទៅកាន់ user សៀតលេខនេះនៅក្នុងuser នេះបានបង្កើតនៅក្នុង user profile នេះគឺជា login profile ដូចនេះចំណុចទី1 Local Profile បានធ្វើរួចរាល់ចំណែកឯចំណុចទី2គឺ Roaming Profile នឹងមានន័យថា Profile ត្រូវបានស្តុកទុកនៅក្នុង server ជាដំបូងបើក Windows Server 2022ទៅមកទី PC C នៅត្រង់កន្លែងនេះកើត folder មួយសម្រាប់ share file roaming profile ហើយនេះ property sharing advanced sharing share permission full control OK មកកន្លែង security advanced add find now កន្លែងនេះខ្ញុំយក user សៀតលេខព្រោះ user សៀតលេខហ្នឹងជាអ្នកប្រើ roaming profile ហ្នឹងទៅមកចូលMMC user សៀតលេខ property ទៅមកត្រង់កន្លែងនេះដាក់កន្លែង user profile ពេលនេះចូល host name កន្លែងនេះដាក់ backslash pass host name ទៅមក roaming profile របស់យើងមិនហ្នឹងកន្លែងនេះគឺជា username ទៅមក OK ទៅមកចូលទៅកាន់ Windows 8យើងវិញតមកធ្វើការ login ចូលទៅកាន់ user សៀតលេខឡើងវិញ
នេះវាបានបង្កើត folder មួយសម្រាប់ user សៀតលេងដែលជា roaming profile property advanced system setting ត្រង់កន្លែងនេះយើងឆែកមើលតើ user profile ជា roaming ឬក៏ local ឬក៏ mandatory អីចឹងកន្លែង setting នេះវាប្រាប់ថា user profile ហ្នឹងវាជាប្រភេទ roaming ដូចនេះចំណុចទី2 roaming profile បានធ្វើរួចរាល់ចំណែកចំណុចទី3គឺ mandatory profile ហ្នឹង profile ដែល user log ចូលតែពេលដែល user write file ឬក៏កែប្រែ change អីចឹងវាអត់ផ្លាស់ប្ដូរទេពេលដែលយើង log in មកម្ដងទៀតវាអត់វាសារដើមវិញវាអត់ change ទាំងឡាយហ្នឹងដែរចូលទៅកាន់ roaming profile របស់យើងទៅមកបង្កើត folder មួយ mandatory.v2 មក setting advanced system setting copy to browse desktop local C កន្លែងនេះយក mandatory v2 មកកន្លែងនេះយក everyone have permission មក OK មក OK មកកន្លែងនេះ property profile កន្លែងនេះដូរដាក់ user សៀតលេងទៅ mandatory វិញត្រមកក្នុង folder mandatory.v2 នេះកែ data ទៅដាក់ main វិញ anti user .main មក login ចូលកាន់ user សៀតលេងវាកំពុងតែបង្កើត profile ឲ្យយើងនេះវាប្រាប់ថា user profile នេះគឺជាប្រភេទ mandatory
ដូចនេះចំណុចទី3បានធ្វើរួចរាល់ហើយចំណុចទី4គឺ temporary profile ហ្នឹងគឺជា profile ដែលពេលដែលយើងដាក់ directory របស់ profile អត់មានអញ្ចឹងវា Windows វានឹងបង្កើត temporary profile ឲ្យយើងមួយនៅពេលដែលយើង login ចម្បងយើងចូលទៅកាន់ Windows server របស់យើងតោះមកយើងដាក់ profile path ដែលអត់ exist ដែលអត់មានតោះមកចូលទៅកាន់administrator account ក្នុង Windows 8ចំណុចនេះទី PC ចំណុច setting ត្រង់កន្លែងនេះយើងលុប mandatory profile ចោលវាព្រោះ mandatory profile ហ្នឹងវាខាច់នៅក្នុងWindows profile ហ្នឹងអញ្ចឹងលុបវាចោលតែមកយើង login ចូលកាន់Zeroលេខម្ដងទៀតនេះវាបានផ្ញើ notification ប្រាប់ថាវា Windows បានបង្កើត temporary file ឲ្យយើងមួយហើយព្រោះវាស្វែងរក profile path អត់ឃើញអញ្ចឹងវាបង្កើត temporary profile ឲ្យយើងមួយចាំបាទតែនេះយើងសាច់ឆែកមើលទៀតវាប្រាប់ថា user profile នេះជា temporary profile ដូចនេះចំណុចទី4បានធ្វើរួចរាល់ហើយចំណុចទី5គឺ FA ចំណុចទី5គឺ FA login ជាដំបូងចូលទៅកាន់ Windows Server 2022មកចូលទៅកាន់ Google ដើម្បី download FF Login ខ្ញុំបាន download វាម្ដងរួចមកហើយមកចូលទៅកាន់ line download extract zip file ហ្នឹងតមកយើងទទួលបាន 64 release តមក install file ទាំងពីរហ្នឹងខ្ញុំបាន install រួចហើយតមក
copy file ADMX ចូលទៅកាន់ C Windows policy definition តាមមកផាសមក copy ADML file ចូលទៅកាន់ Windows policy definition ENUS មកផាសតមក run ចូលទៅកាន់ group policy manager ទាំងឡាយ group policy manager នេះ edit ទៅលើ group policy របស់យើងតមកកន្លែងនេះ policy administrator affect logic profile container កន្លែងនេះយើង enable វាអូខេហើយ VHD location កន្លែងនេះគឺជា path របស់ដែលយើងផ្ទុកនៅ VHD file សម្រាប់ container ដូចនេះចំណុចទី5បានធ្វើរួចរាល់ចំណែកចំណុច B គឺ logon script map drive for share folder ក្នុងកន្លែងនេះបង្កើត logon script មួយសម្រាប់ map drive ហ្នឹងទៅ share folder ពេលដែលយើង login ចូលជាដំបូងចូលទៅកាន់ Windows Server 2022មកត្រង់កន្លែងនេះខ្ញុំមាន map.bat មួយវាគឺជា script ដែល map drive របស់យើងនេះshare folder ហ្នឹង share ហ្នឹងគឺ doc ឈ្មោះថា doc អញ្ចឹងពេលដែលខ្ញុំ login ចូលវានឹង map drive doc ហ្នឹងចូលទាំងឡែង profile ខ្ញុំដាក់ enter login logon script path ចូលនេះខ្ញុំដាក់ profile path ឲ្យត្រូវវិញលុប11ចេញអូខេតមកចូល Windows 8 វិញតមក login user សៀតលេងឥឡូវនេះវាបាន map drive ឲ្យយើងហើយឈ្មោះថា doc ដូចនេះចំណុច B បានធ្វើរួចរាល់ចំណុច C គឺ write script to create 200 user loading from itself
តែនេះបង្កើត script ដើម្បីបង្កើត200 user lot ដែលយកចេញពី Excel file ជាដំបូងចូលទៅកាន់ Windows Server ក្នុងកន្លែងនេះខ្ញុំមាន user file.xlsx ក្នុង file នេះវាជា Excel file ដែលមាន200 user ហើយខ្ញុំមាន create user.ps1 គឺជា script ដែលread ពី Excel file ហ្នឹងដើម្បីបង្កើត200 user នៅក្នុង Active Directory ក្នុង script នេះគឺជា path របស់ Excel file ហើយនេះ import module import Excel ហើយនេះ loop សម្រាប់បង្កើត user នៅក្នុង Active Directory ដើម្បីឲ្យ script នេះដំណើរការបានទោះត្រាតែ install import Excel module សិនដើម្បី install module នេះយើងវានៅក្នុង PowerShell ថា install module import Excel តមក enter ឥឡូវនេះវាបាន install រួចហើយតមកយើងអាច run script នឹងបានហើយcd download តមកយើងមើល file វាតមក run create user.ps1 enter ឥឡូវនេះវាកំពុងតែបង្កើត user ឲ្យយើងហើយតមកយើងចូលទៅកាន់ MMC យើងដើម្បីមើល user របស់យើងនេះគឺជា user ដែលយើងបានបង្កើតបាញ់មិញហ្នឹងដូចនេះចំណុច C បានធ្វើរួចរាល់សូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយសុខសប្បាយ